Bạn số đây bong bồn ở đây tỏในក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជូនទៅកាន់បងប្អូនតាក់ទងទៅនឹងរបៀបដែលយើងធ្វើការកែប្រែដូចជាយើងចង់ធ្វើការដូរជាមួយនឹងអក្សរឬក៏ដូរលេខទូរស័ព្ទអីដូរ logo លុប logo លុបអីហើយដាក់ជាមួយអក្សរផ្សេងណាយើងមានន័យថាបំពេញ edit ឬក៏កែប្រែនៅព័ត៌មានដូចជាអក្សរនៅខាងលើឬក៏ logo ឬក៏ព័ត៌មានទំនាក់ទំនងអីផ្សេងៗទីតាំងរបស់យើងអញ្ចឹងទៅប៉ុន្តែយើងមានជារូបភាពហើយយើងជាមានជារូបភាពអញ្ចឹងមិនដឹងអញ្ចឹងយើងធ្វើការកែប្រែទាំងអស់គ្នាយើងចង់ដាក់អក្សរថ្មីណា logo ថ្មីទីតាំងលេខទូរស័ព្ទថ្មីថ្មីអញ្ចឹងទៅយើងចង់យករូបហ្នឹងមកកែប្រែលុបជាមួយនឹងអក្សរចាស់យើងដាក់ជាមួយនឹងអក្សរថ្មីណាតោះកុំឲ្យខាតពេលវេលាយូរយើងនឹងទៅចាប់ផ្ដើមទាំងអស់គ្នាជាមួយនឹងខ្ញុំជាមួយនឹងកម្មវិធី Canva ទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលថ្មីកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវមួយមេរៀនថ្មីៗពីខ្ញុំទាំងអស់គ្នាអញ្ចឹងមុនដំបូងគឺបងប្អូនអាចចូលមកនៅលើរូបរបស់យើងអញ្ចឹងយើងចាប់រូបរបស់យើងតម្លាក់មកហើយរូបរបស់យើងគឺយើងមើលផងដែរតើរូបរបស់យើងនឹងបានច្បាស់ល្អអត់ណាកន្លែងហ្នឹងអូខេអញ្ចឹងយើងគ្រាន់តែចាប់ទាញតម្លាក់មកអញ្ចឹងរូបរបស់យើងតម្លាក់ចុះមកហើយអញ្ចឹងយើងចុចលើមួយណាចុចលើមួយមកអញ្ចឹងនេះអាប់ឡូតបានរួចរាល់អញ្ចឹងបន្ទាប់មកទៀតគឺយើងយកមកពាក្យថា open in editor អញ្ចឹងចុចឡើងហ្នឹងមកណាអញ្ចឹងបើសិនជាបងប្អូននៅលើទូរស័ព្ទដៃបើយល់ល្អបងប្អូនអាចកែប្រែនៅលើកុំព្យូទ័រងាយស្រួលជាងណាងាយស្រួលដែលយើងធ្វើការសរសេរអក្សរបញ្ចូលងាយស្រួលក្នុងការដែលយើងធ្វើការគូសលុបអីផ្សេងៗផងដែរតោះអញ្ចឹងគឺខ្ញុំចង់ដូរជាមួយនឹងអក្សរខាងលើនេះប៉ុន្តែអក្សរនេះគឺជារូបស្លឹកណារូបស្លឹកដែលយើងយកមកទេអញ្ចឹងយើងចង់កែប្រែគឺគ្រាន់តែចុចនៅលើរូបនឹងហើយអញ្ចឹងយើងចុចចូលមកកន្លែងពាក្យថា edit photo នេះ edit នេះហើយបងប្អូននឹងឃើញមានពាក្យថា magic eraser នេះ magic eraser យើងចុចលើ magic eraser ហ្នឹងមកអញ្ចឹងនៅ magic eraser ហ្នឹងគឺវាមាន brush វាមាន click វាមាន background ហើយវាមាន text អីចឹងទៅណាអូខេអញ្ចឹងបើសិនជាយើងចង់ remove ជាមួយនឹង text យើងចុចកន្លែងនេះមកនេះចុចកន្លែង text នេះមកអញ្ចឹងរងចាំតិចទៅនេះវាធ្វើការ select លើ text នេះអញ្ចឹងវា select លើដូចជា logo ហើយនឹងលេខទូរស័ព្ទទំនាក់ទំនងអញ្ចឹងទៅណាបងប្អូនគ្នាប៉ុន្តែ text ហ្នឹងបើសិនយើងចង់ចុចគឺយើងចុចបានប៉ុន្តែយើងអត់យកហ្នឹងទេណែនាំបងប្អូនមួយទៀតគឺមកខាងនេះវិញទៅចុចចូលមកខាងនេះយកពាក្យថា brush នេះមកហើយបើ click នេះគឺមានន័យថាយើងចុចមានន័យថាយើងចុចកន្លែងណាគឺវាធ្វើការលុបកន្លែងហ្នឹងនេះអញ្ចឹងយើងចុចកន្លែងអក្សរនេះខាងលើមកអញ្ចឹងវា select កន្លែងថាតួអក្សរដែលយើងបានហ្នឹងទេនេះណាអញ្ចឹងបងប្អូនមកវិញយើងយកពាក្យថា brush នេះយើងចុចពាក្យ brush ហើយកន្លែងនេះយើងចង់បានទំហំប៉ុណ្ណាទំហំនេះអា cursor ដែលយើងចង់លុបនេះគូសនេះចង់បានប៉ុណ្ណាគឺបងប្អូនទាញកន្លែងហ្នឹងឬក៏វាយបញ្ចូលអញ្ចឹងទៅអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លុបនៅ logo កន្លែងនេះចេញអញ្ចឹងដក logo កន្លែងនេះចេញគឺយើងគ្រាន់តែចុចម៉ៅឆ្វេងមកហើយយើងគូសមកនេះអញ្ចឹងយើងគូសបានប៉ុណ្ណាមកអញ្ចឹងឧទាហរណ៍ថាប៉ុណ្ណឹងណាប៉ុណ្ណឹងមួយអញ្ចឹងឬក៏យើងចង់គូសអីផ្សេងទៀតណាអូខេយើងចង់គូសកន្លែងផ្សេងទៀតយើងចង់លុបអក្សរផ្សេងទៀតគឺយើងគ្រាន់តែគូសនៅលើអក្សរដែលយើងចង់លុបហ្នឹងមកគឺយើងអាចលុបបាននេះណានេះយើងគូសមកអូខេនេះយើងគូសមកហើយគូសផ្សេងទៀតមកប៉ុន្តែយើងកុំឲ្យប៉ះពាល់ដល់កន្លែងណាដែលយើងអត់ចង់លុបណាអូខេអញ្ចឹងឧទាហរណ៍ចាស់អញ្ចឹងយើងចង់ដឹងថាការលុបរបស់វាបានស្អាតល្អដល់កម្រិតណាយើងចាំមើលទាំងអស់គ្នាអូខេអញ្ចឹងយើងបានគូមួយលើ logo លើអក្សរនេះអញ្ចឹងយើងចុចពាក្យថា erase មួយណាចុច erase មកអញ្ចឹងយើងរងចាំបន្តិចមើលចង់ដឹងថាលទ្ធផលវា remove បានស្អាតដល់កម្រិតណាគឺយើងឃើញហើយអូខេឥឡូវបានហើយនៅបតិបតាអេតិចតួចគឺយើងអាចធ្វើការ remove ម្ដងទៀតណាយើងលុបម្ដងទៀតមកនេះលុបម្ដងទៀតមកនេះផ្សេងទៀតយើងលុបម្ដងទៀតមកអូខេនេះអូខេនេះដូចកន្លែងនេះអីយើងគូម្ដងទៀតមកលុបបាត់ហើយ erase មកអញ្ចឹងបើសិនជានៅតិចតួចនៅកន្លែងណាផ្សេងទៀតគឺយើងរត់លុបទៀតមកអូខេអញ្ចឹងយើងលុបបានដែរអូខេអញ្ចឹងបងប្អូនអាចធ្វើអញ្ចឹងបានតើតើនឹងការលុបគឺ eraser magic eraser ហើយព័ត៌មានលេខទូរស័ព្ទតំណែងខាងក្រោមនេះគឺយើងលុបអញ្ចឹងដូចគ្នាណាបងប្អូនគ្នាអូខេអញ្ចឹងកន្លែងផ្សេងទៀតអីបងប្អូនអាចធ្វើការលុបអញ្ចឹងបានណាលុបអញ្ចឹងបានដោយប្រើ erase នេះ magic erase ហ្នឹងណាហើយ magic erase ហ្នឹងទោះតែបងប្អូនមានជាមួយទៅនឹង account ផ្លូវការហៅថា account pro ហ្នឹងណាបងប្អូនចឹងបើសិនជាបងប្អូនអត់មាន account pro ទេបងប្អូនអាចឆាតមកខ្ញុំបានតាមរយៈលេខ Telegram របស់ខ្ញុំនេះណា010 5063ខ្ញុំមានមេរៀនមានការ support ចែកជូនទៅកាន់បងប្អូនហើយនឹងយើងមានការធានាហើយនៅក្នុងនោះគឺយើងមាន font ខ្មែរច្រើនមាន element ខ្មែរជូនទៅកាន់បងប្អូនទៀតសំខាន់គឺបង្រៀនឲ្យបងប្អូនចេះ design ដោយខ្លួនឯងអូខេបន្តមកទៀតតែយើងចង់ដាក់អក្សរ 3D អញ្ចឹងតែយើងធ្វើមិនអញ្ចឹងបងប្អូនអាចចូលមកយើងចង់សេអក្សរអញ្ចឹងចូលមកកន្លែងនេះណាពាក្យថា app
app នេះមកបងប្អូនវាយទៅពាក្យថាខាងលើនេះ 3D text ក៏បានឬក៏ 3D ក៏បានណាគេវាយ text 3D ក៏បាននេះវាយតែ text ចេះក៏បាននេះបងប្អូនវាយ text មកគឺចាញ់មកចឹងចាំតិចទៅនេះបងប្អូន scroll មកខាងក្រោមមានពាក្យថា Text Studio ណាខ្ញុំចុចលើ Text Studio នឹងមកណាបងប្អូនខ្ញុំមួយទេសូម្បីបងប្អូនអត់ទាន់ចេះក៏បងប្អូនអាចមើលតាមវីដេអូរបស់ខ្ញុំមួយហើយបងប្អូនអាចធ្វើបានហើយបន្តមកយើង scroll មកខាងក្រោមបញ្ជាក់បងប្អូនកន្លែងនេះគឺវាមាន element ខ្លះគឺគេអត់ឲ្យយើងប្រើទេគឺតម្រូវឲ្យយើងទិញបន្ថែមមានន័យថា Canva យក style របស់គេមកអញ្ចឹងយើងបើយើងចង់ប្រើ style ហ្នឹងគួរយើងទៅបង់ជាមួយនឹងwebsite របស់គេណា website ដែលគេធ្វើអាហ្នឹងណាអូខេអញ្ចឹងយើងរកមើលតាណាដែលអត់មានពាក្យថា premium ចេះមកបងប្អូនអត់មានពាក្យ premium ចេះណានេះចេះគឺយើងអាចប្រើប្រាស់បានដែរណាអូខេអញ្ចឹងខ្ញុំរកមួយគឺស្អាតនេះមានមួយចេះស្អាតមួយនេះក៏ស្អាតដែរអញ្ចឹងយើងចុចមកនេះអូខេជើងតម្រូលទូរស័ព្ទអត់ថានេះខ្ញុំសេជើងតម្រូលទូរស័ព្ទហើយកន្លែងនេះម្យ៉ាងទៀតបងប្អូនហើយយើងអាចធ្វើការផ្លាស់ប្ដូរ font ខ្មែររបស់យើងបានទៀតណា font ខ្មែររបស់យើងបានអញ្ចឹងរបៀបនៃការដាក់ font ឧទាហរណ៍នេះអត់ទាន់មាន font ទេនេះកន្លែង upload នេះអញ្ចឹងរបៀបនៃការ upload គឺយើងចូលមកកន្លែង import នេះណា import មកហើយយើងទៅរក font ដែលយើងបានទុកដាក់នឹងនៅឯណា font ហ្នឹងអញ្ចឹងបើសិនជាបងប្អូនអត់មាន font ហ្នឹងទេបងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានណាអាចឆាតមកខ្ញុំផ្ទាល់បានតាមលេខទូរស័ព្ទរបស់ខ្ញុំហ្នឹងមកអញ្ចឹងខ្ញុំសូមរកមើលបន្តិចអូខេរកតិចសិន Canva អូខេអននេះ BGF Canva នេះតមកកន្លែង branding អូខេនេះអញ្ចឹងយើងមាន font ខ្មែរច្រើនអញ្ចឹងឧទាហរណ៍ថាយើងរើសយើងអាចឧទាហរណ៍យើងរើសមួយនេះចោះណាហើយយើងចុចពី open មកអញ្ចឹងគឺបងប្អូននឹងឃើញនេះ font ខ្មែរនេះណាយើងចង់ដាក់ add ទៀតយើងចុចកន្លែងហ្នឹងទៀតទៅនេះណាចង់ add style បែបណា font បែបណាយើងចុច open មកអញ្ចឹងវាធ្លាក់ឲ្យយើងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន font នេះមួយអញ្ចឹងយកចូលមកណាហើយបន្ទាប់មកចូលពាក្យថា add design ហ្នឹងមកអញ្ចឹងវានឹងធ្លាក់លើកិច្ចការងាររបស់យើងហ្នឹងណាធ្លាក់លើកិច្ចការងាររបស់យើងអញ្ចឹងលើការ design របស់យើងហើយបន្តទៀតសិនជាយើងចង់ដូរពណ៌អញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានបងប្អូនចុច like នេះណាចុចលើអក្សរហើយចុច like នេះមកអញ្ចឹងយើងអាចដូរពណ៌ផ្សេងបាននេះយើងចង់បានពណ៌អីយើងដាក់ពណ៌ហ្នឹងមកនេះណាវាមានពណ៌យើងរើសនៅនឹងស្រាប់អូខេហ្នឹងស៊ីសនលើបងប្អូនជាក់ស្ដែងអ្វីដែលចង់បានដាក់ពណ៌ដាក់អក្សរទាញអីផ្សេងអញ្ចឹងគឺបងប្អូនអាចប្រើប្រាស់បានធ្វើអញ្ចឹងបានជើងតម្រូលទូរស័ព្ទនេះណាជើងតម្រូលទូរស័ព្ទសម្រាប់ដាក់ទូរស័ព្ទនៅលើតុឬក៏ iPad ផ្សេងខ្ញុំក៏មានលក់ដែរបងប្អូនអាចឆាតមកតាមរយៈ Telegram របស់ខ្ញុំបានងាយស្រួលប្រើប្រាស់មែនទែនណាអូខេអញ្ចឹងគឺបន្តមកទៀតគឺយើងដាក់ logo របស់យើងបញ្ចូលអញ្ចឹងយើងត្រូវដាក់បំពេញជាមួយនឹងព័ត៌មានរបស់យើងឲ្យបានគ្រប់គ្រាន់ណាអញ្ចឹងឧទាហរណ៍ថាយើងមាន logo ឧទាហរណ៍ថា SP logo ដាក់ទីតាំងថ្មីទេអត់ឃើញអូខេ scroll មកខាងក្រោមហើយវាងាយស្រួលអញ្ចឹងទៀតបើយើង design ជាមួយនឹងកម្មវិធី Canva ណាបងប្អូនទាំងគ្នាយើង design ជាមួយនឹងកម្មវិធី Canva វាងាយស្រួលដែលយើងវាមានអ្វីដែលយើងបាន upload ធ្លាប់ upload ទុកអញ្ចឹងគឺវានឹងជាប់នៅក្នុង account របស់យើងតែម្ដងណានៅក្នុង account របស់យើងអញ្ចឹងនេះឧទាហរណ៍ណានេះ logo ក៏ខ្ញុំបានដាក់ជាមួយទៅនឹង folder មួយណាអូខេអញ្ចឹងយើងចង់ដាក់ខាងនេះក៏បាននេះខ្ញុំចង់ដាក់មកខាងនេះក៏បាននេះ logo របស់ SP អញ្ចឹងសម្រាប់បងប្អូនត្រូវការម៉ៃឧបករណ៍ថតអីផ្សេងបងប្អូនអាចឆាតទៅ SP បានណាជួយ support គ្រូអញ្ចឹងណាអូខេអញ្ចឹងរួចរាល់សិនជាបងប្អូនចង់ដាក់អីព័ត៌មានអីផ្សេងទៀតតម្លៃអីផ្សេងបងប្អូនអាចដាក់ព័ត៌មានបញ្ចូលឲ្យបានគ្រប់អញ្ចឹងរាល់ពេល design មួយស្លាកយើងត្រូវមានធាតុរបស់វា element របស់វាណា element ផ្សេងដូចជាយើងចង់បាន element cute អីនេះយើងចូលកន្លែង element នេះមកអញ្ចឹងយើងវាយពាក្យថា element បញ្ជាក់បងប្អូនកន្លែងហ្នឹងគឺយើងវាយជាភាសាអង់គ្លេសទៅចេញណាអូខេចង់បាន element ផ្សេងអញ្ចឹងយើងយកចូលមកនេះចុចមួយមកអញ្ចឹងវាធ្លាក់លើកិច្ចការងាររបស់យើងហើយនេះណាហើយយើងចង់ដូរពណ៌ដូរអីក៏ដូរទៅនេះណាដាក់ពណ៌អី
ហើយស៊ីសាញ់លើបងប្អូននេះរចនាតុបតែងមើលដាក់មិនសមដាក់មិនស្អាតចំណងចំណូលចិត្តរបស់យើងមួយយើងមើលច្រើនយើងមាន idea ច្រើនណាកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាបើសិនជាយើងអត់មើលអត់មាន idea ថ្មីក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចការងារ design របស់យើងទេយូរយើង design ទៅលក្ខណៈថានៅដែលអញ្ចឹងណាអូខេដើម្បីក៏ដោយគឺត្រូវរៀនអូខេអញ្ចឹងរួចរាល់ឧទាហរណ៍ថាយើងដាក់ logo ដាក់អក្សរដាក់ព័ត៌មានលេខទូរស័ព្ទព័ត៌មានតំណែងតំណងរបស់យើងអីរួចរាល់អស់ហើយអញ្ចឹងរបៀបបន្ទាប់គឺយើងនឹងត្រូវការ save សម្រាប់យកទៅការផុសអញ្ចឹងរបៀបនៃការដែលយើង save យកទៅផុសគឺអត់មានអីពិបាកទេគឺបងប្អូនគ្រាន់តែចូលមកពាក្យថា share ហើយយកពាក្យថា download ហើយកន្លែងនេះយើងរើសជាប្រភេទ PNG ក៏បាន JPG ខាងលើក៏បានដែរហើយកន្លែងនេះយើងទាញ 100% មកកន្លែងនេះគឺទំហំសិលឹកកិច្ចការងាររបស់យើងទាំងមូលនេះទំហំរបស់វាគឺ1080គុណនឹង1013 13 19ណាលក្ខណៈប្រឈរអូខេហើយយកពាក្យ download នេះមកតោះអញ្ចឹងរងចាំបន្តិចទៅមានការ download ឲ្យយើងនេះកំពុង process នៃការ download អូខេអញ្ចឹងយើងសូមរើសនៅទីតាំងដាក់មួយសិនអូខេសូមដាក់នៅនេះមួយចាស់ហើយយកពាក្យថា save តោះយើងទៅមើលតើយើង design មិញហ្នឹងគឺអាចយកទៅផុសបានអត់ហើយច្បាស់អត់នេះបងប្អូនអរគ្នាអញ្ចឹងឃើញហើយគឺច្បាស់ល្អអាចយកទៅផុសបានយកទៅប្រើប្រាស់បានផុសនៅក្នុង page របស់យើងក៏បាន Telegram ក៏បានសម្រាប់ inbox ទៅក្នុងឲ្យភ្ញៀវក៏បាន Messenger ក៏បានឬក៏ផុស Instagram Telegram ផ្សេងៗណាបងប្អូនគ្នាគឺមកអែមតែម្ដងងាយស្រួលហើយបើសិនជាយើងចង់ធ្វើការកែប្រែនៅ template នេះលើក្រោយគឺយើងគ្រាន់តែដូរអក្សរដូរអីព័ត៌មានអីផ្សេងៗគឺយើងអាចប្រើប្រាស់បានតែម្ដងអញ្ចឹងរាល់ពេលដែលឧទាហរណ៍យើងបិទយើងចង់មកកែប្រែវិញអញ្ចឹងយើងចូលមកនេះមកវាយពាក្យ Canva មកនេះបងប្អូនវាយពាក្យ canva.com មកអញ្ចឹងបងប្អូនចូលមកកន្លែងនេះមកនេះចូលកន្លែង home នេះមកហើយនេះឃើញកិច្ចការងាររបស់យើងហ្នឹងអញ្ចឹងយើងចង់កែប្រែអីផ្សេងទៀតហើយដាក់លេខទូរស័ព្ទដាក់ព័ត៌មានតម្លៃដូរអីរូបដូរអីផ្សេងគឺយើងដូរបាន save download យកទៅប្រើប្រាស់អញ្ចឹងវាងាយស្រួលអញ្ចឹងមែនតែម្ដងហើយមិនថាយើង design នៅផ្ទះឬក៏ទៅនៅលើសមុទ្រដើរលេងនៅកំសាន្តអីផ្សេងបងប្អូនគ្រាន់តែមានពេលបន្តិចទៅបងប្អូនអាច design មានទៅសមុទ្រអញ្ចឹងទៅចង់ធ្វើការងារលេងអង្គុយអញ្ចឹងណាអូខេ fresh អញ្ចឹងទៅបងប្អូនចេះ design ខ្លួនឯងគឺមកអែមហើយអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការមេរៀនបន្ថែម account អីបងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានតាមរយៈលេខ Telegram គឺ015 013ហើយម្យ៉ាងទៀតបងប្អូនក៏អាចចូលទៅក្នុងមេរៀន channel YouTube របស់ខ្ញុំបានដែរណាចូលទៅក្នុង channel YouTube របស់ខ្ញុំមកនេះអញ្ចឹងខ្ញុំបើកជូនទៅកាន់បងប្អូនបន្តិចនេះអញ្ចឹងគឺបងប្អូនអាចចូលមក channel របស់ខ្ញុំឈ្មោះថាអីឈ្មោះថារៀន design នេះរៀន design ណា logo បែបហ្នឹងណាបងប្អូននេះ logo បែបហ្នឹងរៀន design អញ្ចឹងបងប្អូនអាចចូលមកយក channel អូខេចូលមក channel របស់ខ្ញុំមកបងប្អូនវាយរៀន design 168នេះឈ្មោះខ្ញុំ channel របស់ខ្ញុំអញ្ចឹងណាចឹងបងប្អូនមានមេរៀនថ្មីខ្ញុំដាក់ជូនថែមជូនទៅកាន់បងប្អូនអញ្ចឹងសម្រាប់បងប្អូនថ្មីមិនទាន់ចុច subscribe ទេចុច subscribe តែទទួលបានមេរៀន design នេះមានមេរៀនច្រើននៅក្នុងនឹងតម្លាក់ជូន free ជូនទៅកាន់បងប្អូនតែម្ដងអូខេបងប្អូនមេរៀនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណបងប្អូនច្រើនហើយវីដេអូនេះគឺឆ្លើយតបទៅកាន់បងជាសិស្សគាត់ចង់ធ្វើការកែប្រែអរគុណបងច្រើនមែនតើហើយសម្រាប់បងប្អូនដែលត្រូវការ account មេរៀនអីក៏បងប្អូនអាចឆាតមក Telegram របស់ខ្ញុំផ្ទាល់បានគឺ015 013អរគុណបងប្អូនចាស់ជំរាបលាជួបគ្នាក្នុងវីដេអូក្រោយបន្តទៀត